សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកបង្ហាញពីការកាត់ឆុងនៅវត្តភ្នំបងប្អូនទាំងអស់គ្នាចង់បងប្អូនទាំងអស់គ្នាបានកាត់ឆុងឲ្យអស់នៅជាពិសេសបងប្អូនដែលគាត់មានឆុង 100% ឆុង 100% គឺគាត់កាត់មួយឆ្នាំ2ដងឆុង 100% ខ្ញុំលើចាស់ៗគាត់ប្រាប់ថាឲ្យកាត់ដើមឆ្នាំម្ដងចុងឆ្នាំម្ដងទៅបងប្អូនទាំងអស់គ្នាប៉ុន្តែថ្ងៃនេះខ្ញុំមកកាត់ជំនួសបងស្រីខ្ញុំឯងបងប្អូនទាំងអស់គ្នាចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាថាបើអត់ទាន់កាត់ឆុងទេទៅកាត់ឲ្យហើយទៅព្រោះយើងចិត្តដាច់ឆ្នាំហើយបងប្អូនទាំងអស់គ្នាអ្នកឆុង 100% អីដើម្បីកុំឲ្យជន់ឆ្នាំទៅឆ្នាំក្រោយមួយជន់ទៀតចឹងយើងកាត់ឲ្យហើយទៅកាត់ដើមឆ្នាំម្ដងចុងឆ្នាំម្ដងហើយនេះចូលខែ11 12ឯងបងប្អូនទាំងអស់គ្នាហើយចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាដែលគាត់អត់ដឹងឯងកាត់ឆុងនឹងស្រួលទេយើងមានតែសាច់ជ្រូក3ដុំទៅហើយពងទា3គ្រាប់ហើយនឹងกระดาษសែនកាត់ឆុងហ្នឹងដែលគេលក់នៅខាងក្រោមវត្តភ្នំហ្នឹងបងប្អូនទាំងគ្នានឹងផ្លែក្រូចទៅយើងដាក់ប្រហែលផ្លែក៏បានដែរដាក់ជា5ផ្លែ4ផ្លែអីក៏បានដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគ្រាន់តែចង់បង្ហាញអំពីការកាត់ឆុងយើងត្រូវមានអីខ្លះវាតិចតួចប៉ុណ្្នឹងឯងយើងមិនជឿក៏កុំប្រមាថយើងចេះតែកាត់ទៅណាបងប្អូនទាំងអស់គ្នាព្រោះវាដល់ចុងឆ្នាំនេះយើងចាកាត់ទៅដើម្បីសុំលាភជ័យផងអញ្ចឹងណាថ្ងៃហ្នឹងអត់មានអីទេមានតែប៉ុណ្្នឹងឯងចង់បង្ហាញបងប្អូនទាំងអស់គ្នាពីការកាត់ឆុងហើយចង់ឲ្យបងប្អូនទាំងអស់គ្នាកាត់ឆុងអ្នកដែលឆុង 100% អីកាត់ដើមឆ្នាំម្ដងចុងឆ្នាំម្ដងអញ្ចឹងទៅចែកម្លេចដល់បងប្អូនទាំងអស់គ្នាហើយការគ្រឿងកាត់ឆុងវាមានតែប៉ុណ្្នឹងដែរអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាយើងអស់តិចតួចយើងអាចកាត់ឆុងលើករិស័យយើងបានអញ្ចឹងណាហើយបើសម្រាប់ប្រេងនេះវិញគឺខ្ញុំប្រើសម្រាប់ដោយតាចាគាត់ឲ្យយើងថ្វាយប្រេងឲ្យលោកតាបច្ចៅអញ្ចឹងទៅយើងដាក់តាមចង្គៀងចាក់ចូលតាមគ្រប់ចង្គៀងអញ្ចឹងយើងថ្វាយប្រេងដើម្បីឲ្យជីវិតយើងវារលូនវាមិនលកម្មលកោសខ្លាំងពេកវាល្អប្រសើរអញ្ចឹងទៅនិយាយទៅជំនឿយើងមិនជឿតែកុំប្រមាថយើងចិត្តអ្វីដែលយើងអាចធ្វើបានវាមិនខាតបង់ពេកក៏ចិត្តតែធ្វើទៅដើម្បីមានលាភមានជ័យអញ្ចឹងបងប្អូនទាំងអស់គ្នាអរគុណច្រើនបើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់វីដេអូនេះកុំភ្លេចជួយចុច like ឲ្យម្នាក់មួយផងណាអរគុណ